សូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះមានវីដេអូមួយពាក់ព័ន្ធនឹងការតម្លើងកម្មវិធីមួយដែលមានឈ្មោះថា Canva អញ្ចឹងចង់ដឹងថាតើយើងនឹងតម្លើងកម្មវិធីនឹងយ៉ាងដូចម្តេចតោះឥឡូវយើងទៅតម្លើងទាំងអស់គ្នានៅលើនេះមាន Play Store មួយអ្នកនរគ្នាចុចលើវាមកបន្តមកទៀតសូមវាយអក្សរថា Canva នេះអក្សរបែបនេះបន្តមកយើងចុចលើពាក្យ search ខាងក្រោមមកអញ្ចឹងនេះកម្មវិធីយើងចុចលើពាក្យថា install មកនេះ Canva ហើយវាដើរហើយបន្ទាប់ពីបានបែបនេះអ្នកនរគ្នាអាចចុចលើ open ឬក៏ថយទៅបើកទៅលើកម្មវិធីដែលយើងបានតម្លើងហើយអញ្ចឹងខ្ញុំថយទៅក្រោយនេះ Canva ខ្ញុំចុចលើវាមកនៅពេលដែលយើងចុចមកវាតម្រូវឲ្យយើងចុះឈ្មោះដោយប្រើពាក្យដោយប្រើ email តោះនេះអាចរើស email មួយណាបើខ្ញុំមានច្រើនខ្ញុំយក email កណ្ដាលនេះទៅនេះវាដើរមកបន្ទាប់មកវាបង្ហាញផ្ទាំងបែបហ្នឹងមួយទៀតនេះឲ្យយើងជ្រើសរើសមានពាក្យនេះច្រើនណា6ចំណុចpersonal student teacher ហើយនឹងមានពាក្យប្រមាណចំណុចផ្សេងទៀតនេះយើងមើលឃើញហើយយើងអាចរើសមួយណាក៏បានដែរទៅតាមតម្រូវការឥឡូវខ្ញុំរើសយក teacher ទៅឥឡូវវា load មកបែបនេះហើយវាសួរកាលណាយើងដាក់ teacher វាសួរសាលាប្រភេទសាលាណានេះបានណា of all center អញ្ចឹងការតម្លើង Canva របស់យើងបានសម្រាប់ហើយគឺបែបហ្នឹងអញ្ចឹងបន្តមកទៀតថាតើការតម្លើងហ្នឹងយើងចង់ធ្វើអ្វីនៅត្រង់នេះអ្នកនរគ្នាអាចបង្កើតជា slide បង្កើតជាវីដេអូផ្សេងឬក៏អាចធ្វើជាកម្មវិធីផ្សព្វផ្សាយផ្សេងគឺមាននៅលើនេះទាំងអស់ហើយវាមាន template ផ្សេងតម្រូវឲ្យយើងជ្រើសរើសឬក៏យើងអាច design ខ្លួនឯងទៅតាមតម្រូវការជាក់ស្ដែងដែលយើងចង់បាននេះនៅលើនេះយើងឃើញហើយណានេះមានច្រើនយើងចុចលើវាមកវាបង្ហាញជាប្រភេទ slide ប្រភេទ thumbnail សម្រាប់អ្នកផលិត YouTube អីក៏អាចមកផលិតឬក៏បង្កើត thumbnail នៅទៅនឹងបានដែរហើយបើសិនបើអ្នកទាំងនេះត្រូវការជា slide អាចចូលវាយទៅនេះមកនេះ traveling slide share ទៅវា load មកនេះជា mode slide ដែលតម្រូវឲ្យអ្នកទាំងគ្នាជ្រើសរើសចង់បានមួយណាឬមួយហ្នឹងទៅហើយនៅត្រង់នេះវាមានសញ្ញាពណ៌មាសរូបមកុដមានន័យថានេះនៅពេលដែលយើងប្រើទាមទារឲ្យយើងចុះឈ្មោះបង់លុយបានអាចប្រើបាន Canva Pro បើសិនបើយើងអត់ចុះឈ្មោះអត់បានបង់លុយទេយើងអត់អាចប្រើបានទេអញ្ចឹងយើងមើលអាណាដែល free ទៅបើយើងអត់ចង់ចំណាយតែវាមានការកំណត់នឹងដែរតែបើយើងចង់បានល្អជាងនឹងទៀតយើងអាចចុះឈ្មោះបង់លុយទៅដូចជាមិនច្រើនប្រហែលទេខ្ញុំចុច see all ខាងលើនេះទៀតមកនេះយើងចុចទៅនឹងតើវាមានអីបន្តទៀតឥឡូវយើងចុច see all អញ្ចឹងវាបង្ហាញមកទៀតនេះមានច្រើនទៀតឥឡូវចាប់ផ្ដើមរើសមួយដើម្បីបង្ហាញឲ្យអ្នកនរគ្នាមើលខ្ញុំរើសយកមួយនេះទៅតោះឥឡូវបានហើយនៅទីនេះយើងឃើញវាបង្ហាញ slide នៅខាងក្រោមច្រើនឃើញទេនេះអញ្ចឹងអ្នកនរគ្នាអាច design ទៅតាមហ្នឹងឬក៏បន្ថែមបន្ថយទៅតាមតម្រូវការជាក់ស្ដែងទៅចង់បានបែបណាអាច design បន្តទៀតអញ្ចឹងសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនដែលអត់ទាន់បានចុច subscribe សូមកុំភ្លេចជួយចុច subscribe ផងហើយនៅមេរៀនបន្ទាប់ខ្ញុំនឹងបង្ហាញពីរបៀប design slide តើយើងនឹងធ្វើយ៉ាងណាដើម្បីឲ្យ slide របស់យើងនឹងល្អជម្រាបលាទាំងអស់គ្នា